នៅព្រឹកថ្ងៃទី22ខែមិថុនាឆ្នាំ2026នេះឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញលោកស្រីដល់សម្ផស្សនាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវអភិបាលរងឯកឧត្តមស្នេហ៍ឯកមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកស្នងការរងនគរបាលរាជធានីលោកស្រីអភិបាលខណ្ឌទាំង14លោកស្រីពាក់ព័ន្ធមួយចំនួនទៀតបន្ទាប់ពីស្ដាប់របាយការណ៍វឌ្ឍនភាពនៃការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលរាយការណ៍ដោយលោកស្នងការរួចមកក៏មានការចូលរួមជាមតិយោបល់និងការលើកឡើងពីបញ្ហាប្រឈមរបស់រដ្ឋបាលខណ្ឌមួយចំនួនក្នុងការអនុវត្តការងារកន្លងមកជាពិសេសការចែករំលែកនិងពិភាក្សារកដំណោះស្រាយសមស្របសម្រាប់អនុវត្តបន្តទៀតលោកស្រីអ្នកនាំពាក្យក៏បានបន្តថាដើម្បីជាធាតុចូលនឹងការបង្កើនប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសនេះឯកឧត្តមខួងស្រេងបានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ស្នងការដ្ឋាននគរបាលរាជធានីនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវអនុវត្តវិធានការជំនាញរបស់ខ្លួនឲ្យកាន់តែសកម្មថែមទៀតជាពិសេសត្រូវជំរុញឲ្យមានការចូលរួមសហការពីម្ចាស់ទីតាំងសន្តាគារខុនដូផ្ទះសំណាក់ផ្ទះជួលជាដើមធ្វើយ៉ាងណាឲ្យការអនុវត្តអនុក្រឹត្យលេខ03កាន់តែមានប្រសិទ្ធភាពរហូតឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលាជាមួយគ្នានេះរដ្ឋបាលខណ្ឌទាំងអស់ត្រូវជំរុញចលនាចូលរួមរបស់ប្រជាពលរដ្ឋទូទៅធ្វើយ៉ាងណាលើកទឹកចិត្តដល់ពួកគាត់ឲ្យផ្ដល់ព័ត៌មានក្នុងករណីប្រទះឃើញករណីសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្បែរឬក្នុងមូលដ្ឋានរបស់ពួកគាត់ត្រូវរាយការណ៍ឲ្យអាជ្ញាធរដឹងដើម្បីចាត់វិធានការបង្ក្រាបឯកឧត្តមអភិបាលក៏បានបន្តទៀតថាជាមួយនឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងអាជ្ញាធរកងកម្លាំងម្ចាស់ទីតាំងនិងប្រជាពលរដ្ឋទូទៅយើងសង្ឃឹមយ៉ាងមុតមមថាបោសសម្អាតករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នឹងអាចធ្វើទៅបានកាន់តែមានប្រសិទ្ធភាពខ្ពស់